សួនច្បារក្រោយផ្ទះរបស់ព្រីងព្រឹកថ្ងៃអាទិត្យនេះមិត្តភ័ក្តិរបស់ព្រីងនាំគ្នាមករត់លេងនៅក្នុងសួនច្បារយ៉ាងសប្បាយរីករាយគ្រូតាទីឆ្ងាញ់កាន់តែញ៉ាំកាន់តែជាប់ចានអរុនសួស្ដីព្រីងឯងសុខសប្បាយទេសម្លាញ់គ្នាសុខទុក្ខធម្មតាទេអរគុណហើយណាស្វាយគ្រប់គ្នានៅលេងតាមសប្បាយចុះណាគ្នាទៅផ្ទះបាយមួយផ្លេតអរគុណហើយព្រីងក៏បានដើរចេញទៅគ្នាចឹងមកចោះនៅក្នុងសួនច្បាររបស់ព្រីងមានផ្កាច្រើនណាស់ផ្កាអីក៏មានដែរចោះក្លិនឡើងក្រអូបភីឆ្ងើយឆ្កប់តែម្ដងហើយនេះគូលេណាផ្កានេះជាផ្កាអីដែរផ្កានេះគេហៅថាផ្កានួនស្រីចំណែកមួយនេះគឺផ្កាម្លិះលាក្អូបដល់ហើយគូលេនអើយអាយ៉ាមេអំបៅហៅមកច្រើនណាស់តោះគ្នាយើងដេញចាប់មេអំបៅទៅឲ្យឆាប់ឡើងទៅតដេញចាប់មេអំបៅចាប់វាឲ្យបានចាប់ពួកគេរត់ដេញចាប់មេអំបៅចុះឡើងប៉ុន្តែគ្មាននរណាម្នាក់ចាប់មេអំបៅបានឡើយហើយហត់ណាស់លោកអើយហត់ខ្លាំងណាស់រត់មួយសបកទៅហើយសំបីតែមេអំបៅមួយក្បាលក៏ចាប់មិនបានផងយ៉ាងមិនចេះហ្នឹងនេះមកពីមេអំបៅវាហាលឿនពេកទៅពួកយើងចាប់វាមិនទាន់ហើយត្រូវធ្វើយ៉ាងម៉េចទៅអាចចាប់វាបានទៅខ្ញុំនឹកឃើញហើយខ្ញុំមានមធ្យោបាយហើយមធ្យោបាយអីទៅឆាប់និយាយមកគូលេនពួកឯងចាំធ្វើតាមខ្ញុំប្រាប់ណាទៅយកស្បៃមួយផ្ទាំងធំមកបានខ្ញុំទៅយកឥឡូវនេះបន្ទាប់ពីបានស្បៃមកហើយពួកគេក៏ពួនក្បែរគុំផ្កាចាំសង្គ្រប់ចាប់មេអំបៅគ្នាយើងស្ងៀមស្ងាត់បន្តិចណាវងមេអំបៅហៅមកឥឡូវហើយនោះវាហៅមកហើយអាយ៉ាលើកនេះពួកវាហៅមកច្រើនណាស់ហើយសុទ្ធតែស្អាតទៀតសប្បាយចាប់មិនខានទេត្រៀមមេអំបៅច្រើនណាស់វាហៅមកហើយណែអំពលឲ្យស្កាត់មាត់បន្តិចទៅប្រយ័ត្នមេអំបៅវាផ្អើលណាមាត់តិចទៅបានហើយគ្នាយើងត្រៀម1 2 3អូហូចាប់បានហើយបានមេអំបៅច្រើនណាស់ហើយសុទ្ធតែស្អាតទៀតតែប៉ុណ្ណេះបានយកវាទៅផ្ទះរបស់ខ្ញុំហើយអញចង់យកមេអំបៅទាំងអស់នេះទៅណាអញយកវាទៅមិនបានទេគ្នាខំប្រឹងចាប់វាជារបស់គ្នាទេស្អីគេនិយាយចេញមកមិនចេះខ្មាស់មាត់គឺខ្ញុំឯណេះទេដែលជាអ្នកខំចាប់ហើយចាប់បានច្រើនទៀតផងអត់មានមកធ្វើចរិតលោភលន់ទេណាអំពិលមេអំបៅទាំងអស់នេះវាជារបស់ខ្ញុំមិនអាចឲ្យឯងដាច់ខាតអត់ទេឆាប់ឲ្យវាមកគ្នាភ្លាមឲ្យមកភ្លាមឲ្យមកមិនឲ្យទេខ្ញុំមិនឲ្យប្រាប់ឲ្យថាមិនឲ្យម្ទេសនិងអំពិលប្រទង់គ្នាដណ្ដើមស្បៃទៅវិញទៅមកក៏ធ្វើឲ្យស្បៃនោះរបូតហើយវងមេអំបៅក៏បានហើរចេញទៅបាត់ហើយយ៉ាមេអំបៅរបស់ខ្ញុំហើរទៅបាត់អស់ហើយហេតុអីទៅមិនក៏ទៅជាអញ្ចឹងមិនក៏ទៅជាអញ្ចឹងគឺមកពីឯងតាពីរនាក់នឹងហើយរវល់តែឆ្លុះគ្នាដណ្ដើមគ្នាចុងក្រោយស្អីក៏មិនបានខាត់តែពេលខាត់តែកម្លាំងអត់ប្រយោជន៍ហូយត្រូវហើយព្រិញនិយាយត្រូវហើយគ្នាមិនគួរណាចោលមកសៀតយ៉ាងនេះសោះគ្នាដឹងខុសហើយពួកឯងអភ័យទោសឲ្យគ្នាផងណាខ្ញុំក៏សុំទោសគ្រប់គ្នាដែរគ្រប់គ្នាត្រូវខាតទាំងពេលខាតទាំងកម្លាំងខ្ញុំពិតជាសុំទោសពិតមែនលើក្រោយខ្ញុំមិនឲ្យមានរឿងអញ្ចឹងទៀតទេអត់ទោសឲ្យខ្ញុំផងទៅណាធ្វើខុសចេះទទួលកំហុសជាការល្អហើយលះចិត្តលុបលន់ចេញឲ្យអស់ជីវិតឯងនឹងបានសុខជាងនេះបានហើយគ្នាយើងត្រឡប់ទៅផ្ទះវិញទៅតសាមគ្គីនាំមកនៅភាពជោគជ័យបុគ្គលលុបលន់រមែងជួបសេចក្តីវិនាសសូមរងចាំទស្សនាវគ្គបន្តគ្រូតាទីឆ្ងាញ់កាន់តែញ៉ាំកាន់តែជាប់ចាន